បាទខ្ញុំសាយចេញពី YouTube Channel Media Daily 24សូមសាយព័ត៌មានកៅសុបញ្ញាចេញបទថ្មីពេលណាជ្រុះគ្នាអត្តន័យត្រូវចិត្តយុវវ័យខ្លាំងបាទគឺគាត់ចេញបទចម្រៀងមួយបទធ្វើឲ្យទស្សនិកជននៅលើបណ្ដាញសង្គមដូចជា Facebook YouTube Instagram មានការពេញនិយមចំពោះបទថ្មីរបស់គាត់បាទអតីតពេក្ខនារីប្រកួតប្រជែងក្នុងកម្មវិធី The Voice Comedy និងបច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្ម V Production កញ្ញាកៅសុបញ្ញាថ្មីនេះបានបញ្ចេញនៅបទចម្រៀងមួយបទដែលត្រូវចិត្តយុវវ័យយ៉ាងខ្លាំងតែម្ដងបទពេលណាជប់ជួបគ្នាជាសំនៀងរបស់កញ្ញាកៅសុបញ្ញាពិតជាពិសេសទាំងសាច់ភ្លេងនិងអត្ថន័យដែលធ្វើឲ្យអ្នកស្ដាប់ហើយមានអារម្មណ៍គិតថាដល់សាច់រឿងស្នេហាពិតៗរបស់ខ្លួនឯងដែលតែងតែជួបគ្នាជាមួយនឹងមនុស្សជាទីស្រឡាញ់ទាំងដែលចិត្តមិនចង់ហើយតែងតែគិតថាពេលណាទើបជប់ជួបគ្នានឹងត្រឡប់មកជាផ្អែមល្ហែមជារៀងរហូតកាន់តែពិសេសជាមួយទឹកដមសម្លេងដ៏ស្រទន់របស់កញ្ញាកៅសុបញ្ញាធ្វើឲ្យចម្រៀងមួយបទនេះកាន់តែពីរោះនិងដកជាប់នៅក្នុងចិត្តអ្នកស្ដាប់គ្រប់គ្នាបាទអញ្ចឹងយើងបានធ្លាប់ស្គាល់ហើយគឺកញ្ញាកៅសុបញ្ញាគឺជាទឹកជន់ពេកខានារីដែលប្រឡង The Voice Cambodia បើមើលទៅតាមការបង្ហោះគេហទំព័ររបស់ផលិតកម្មរស្មីហងវីវីដេអូធ្វើសើបដល់ពេលណាឈប់ជ្រុះគ្នាពិតជាទទួលការគាំទ្រពីប្រិយមិត្តខ្លាំងមែនទែនព្រោះឃើញមានអ្នកខមមិនថាត្រូវចិត្តណាស់ស្រឡាញ់ណាស់មាន skin hair រូបបេះដូងពេញនឹងតែម្ដងបាទអញ្ចឹងអត្ថន័យសម្រាប់អ្នក comment គឺលោកអ្នកបានស្គាល់កញ្ញាសុបញ្ញាហើយគឺម្ចាស់បទពេលណាជប់ជ្រុះគ្នាបាទគឺគាត់មានរូបសម្ផស្សស្អាតណាស់បាទសូមអរគុណសូមជម្រាបលាសម្រាប់ការស្ដាប់វីដេអូ